ចាសូមគ្រប់ជំរាបសួរសាជាថ្មីម្ដងទៀតលោកតាលោកយាយអំពូមីងនិងប្រិមិត្តដែលតែងតែនិយមតាមដានសន្តាប់នៅរឿងព្រេងនិទានខ្មែរទាំងអស់គ្នាជាទីមេត្រីចានៅក្នុងគណៈពេលនេះដែរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកចូលរួមសន្តាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថាសាធិនរាជចាចង់ដឹងថាអត្ថន័យខ្លឹមសារទាំងមូលនោះជ្រាលជ្រៅយ៉ាងណាសូមតាមដានសន្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំដូចតទៅកាលកន្លងទៅហើយព្រះបរមពោធិសត្វរបស់យើងកើតជាស្ដេចព្រះនាមសាធិនសោយរាជសម្បត្តិនៅនគរមធិលាព្រះអង្គបានសាងសាលាទាន6ខ្នងហើយបរិច្ចាគព្រះរាជទ្រព្យ6សែនរៀងរាល់ថ្ងៃឲ្យជាទានដល់ស្មោមយាយចកទាំងឡាយព្រមទាំងបានរក្សានិច្ចសិលនិងឧបោសថសិលតាមកំណត់នៃឧបោសថកាលឯជនអ្នកនៅក្នុងនគរមធិលានោះជាអ្នកស្ថិតនៅក្នុងអាវាសរបស់ព្រះអង្គបានធ្វើបុណ្យឲ្យទានតាមកម្លាំងសទ្ធានិងធនធានលុះស្លាប់ទៅបានទៅកើតក្នុងទេវលោកទាំងអស់គ្នាពេលមួយពួកទេវតានោះបានទៅប្រជុំនៅនាសុធមៈទេវសភាពោលសរសើរគុណមានសិលនិងអាចារ្យជាដើមរបស់ព្រះរាជាសាធិនឯបុត្រទេវធីតាក្រៅពីនោះលុះឮពាក្យសរសើរមិនដាច់ដូច្នោះក៏ចង់ឃើញព្រះបាទសាធិនគ្រប់គ្នាសម្ដេចព្រះអមរិន្ទ្រាធិរាជទ្រង់ជ្រាបចិត្តទេវបុត្រទេវធីតាទាំងនោះក៏បង្គាប់មាលីទេវបុត្រឲ្យយកវេយន្តរត់ទៅទទួលព្រះបាទសាធិននោះមកកាន់ទេវលោកកាលមាលីទៅទទួលមកដល់ពួកទេវតាទាំងនោះព្រមទាំងប្រជជនមានចិត្តរីករាយជាមហិមាបានក្រោកទទួលព្រះអង្គគ្រប់រូបគួរឲ្យស្ញោចដល់ព្រះハរតីនៃសម្ដេចកៅសីណាស់ពេលដែលសាធិនពោធិសត្វទៅដល់ក៏ព្រះអង្គប្រទានទេវនគរស្រីអប្សរពីរកោដកន្លះនិងវេយន្តប្រាសាទដល់ព្រះពោធិសត្វពាក់កណ្ដាលកាលព្រះពោធិសត្វគង់សោយទិព្វសម្បត្តិនៅទេវលោកនោះបើរាប់ជាឆ្នាំមនុស្សយើងបាន700ឆ្នាំពេលនោះព្រះពោធិសត្វបានសោយសម្បត្តិគ្រប់700ឆ្នាំមនុស្សក៏មានសេចក្តីអបសុខអបសានក្នុងទេវលោកជាពន់ពេកទៅប្រាប់ដំណឹងនោះដល់សកទេវរាជសកទេវរាជក៏បង្គាប់ឲ្យមាលីនាំព្រះអង្គត្រឡប់មកកាន់ក្រុងមធិលាវិញឲ្យទ្រង់ចុះក្នុងឱសៀនទៅវិលទៅកាន់ទេវលោកកាលឱសៀនបាលឃើញព្រះអង្គហើយមានសេចក្តីសង្ឃឹមជាពន់ពេកទើបបង្ខំសួរសពគ្រប់បានដឹងសេចក្តីហើយក៏ទៅទូលព្រះបាទនរតៈឯព្រះបាទនរតៈជាព្រះរាជណតាទូតទី7របស់ព្រះអង្គព្រះពោធិសត្វពោលប្រាប់ព្រះចៅនរតៈនោះថាណែបាលយើងឥតត្រូវការដោយសម្បត្តិនេះទេដែលយើងមកនេះប្រាថ្នាធ្វើបុណ្យតែម្យ៉ាងដោយយើងខានធ្វើបុណ្យអស់700ឆ្នាំហើយព្រះចៅនរតៈក៏ពោលថាប្រពៃហើយព្រះអង្គទើបចាត់ចែងមហាទានថ្វាយដល់ព្រះបរមពោធិសត្វព្រះបរមពោធិសត្វទ្រង់ចំណាយឲ្យទានស្មោមយាយចកអស់មួយសប្តាហ៍ដល់ថ្ងៃទី7ទ្រង់ក៏សោយទីវង្គតទៅហើយបានទៅកើតនៅក្នុងពិភពត្រៃត្រឹងហោង
ចា៎ឃើញថាការបកស្រាយរឿងព្រេងនិទានខ្លីបានមកដល់ទីបញ្ចប់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកចូលរួមតាមដានស្ដាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថាគោបាមេដាទេវីចា៎ដើម្បីឲ្យជ្រាបកាន់តែច្បាស់ថានៅក្នុងសាច់រឿងនោះមានអត្ថន័យនិងខ្លឹមសារជ្រាលជ្រៅយ៉ាងណាសូមចូលរួមតាមដានស្ដាប់ទាំងអស់គ្នាជាមួយនឹងនាងខ្ញុំដូចតទៅមាននិគមមួយឈ្មោះកេនីឡេស្ថិតនៅក្បែរផ្លូវទៅកាន់ក្រុងអ៊ុចេនីនៅក្នុងនិគមនោះមានធីតាសេដ្ឋី2នាក់ម្នាក់ជាស្ត្រីកំសត់ទុរគតពេលឥតពីមេដាបៃតាទៅនៅអាស្រ័យនឹងមេដោះតែជាស្ត្រីមានសភាពសមរម្យមានសក់វែងជាងស្ត្រីទាំងឡាយដទៃកំណត់នាមថាទីយកេសវតីឬកេសវតីម្នាក់ទៀតជាស្ត្រីឥតមានសក់តែមានសម្បត្តិមានឈ្មោះថានិកេសីគ្រានោះឯងព្រះមហាកំចាយអ្នកធរៈមានបំណងនឹងសម្ដែងនៅការឧបតិឡើងនៃព្រះអរហន្តសម្ពុទ្ធបរមគ្រូប្រោះព្រះចៅច័ន្ទបចោតមួយអន្លើនឹងកើតភិក្ខុ7អង្គនិមន្តទៅឧជ្ជនីនគរលុះទៅដល់កេនីឡេនិគមក៏ចូលទៅបិណ្ឌបាតក្នុងនិគមនោះតែឥតបានអ្វីសោះនាងកេសវតីសេដ្ឋីធីតាដឹងរឿងរ៉ាវនោះក៏បង្គាប់ឲ្យមេដោះទៅនិមន្តព្រះថេរៈទាំងនោះមកគង់នៅក្នុងផ្ទះលុះព្រះថេរៈនិមន្តមកនាងកេសវតីបានចូលទៅក្នុងបន្ទប់ហើយកាត់សក់ខ្លួនបញ្ជូនមេដោះនោះឲ្យទៅកាន់សំណាក់នាងនិកេសីដោយពាក្យថាមនាលនាងចូលនាងយកសក់ទាំងឡាយនោះទៅឲ្យនាងនិកេសីបើនាងនិកេសីឲ្យវត្ថុអ្វីចូលនាងទទួលយកមកយើងនឹងឲ្យទានដល់លោកម្ចាស់ទាំងឡាយមេដោះក៏យកសក់នោះឲ្យនាងនិកេសីនាងនិកេសីបានឲ្យប្រាក់8កហបណៈមកវិញទើបមេដោះយកប្រាក់នោះទៅឲ្យនាងកេសវតីនាងកេសវតីបានយកប្រាក់នោះចាត់ចែងចង្ហាន់បិណ្ឌបាតដល់ព្រះថេរៈ8អង្គលៃបាន1កហបណៈ1អង្គទើបចូលទៅនៅក្នុងបន្ទប់នាងវិញព្រះមហាកំចាយជ្រាបរឿងនោះក៏ឲ្យគេទៅហៅនាងកេសវតីមកនាងមានសេចក្តីគោរពចំពោះព្រះថេរៈក៏មកថ្វាយបង្គំហើយញ៉ាំងសទ្ធាមានកម្លាំងឲ្យកើតឡើងទានដែលបុគ្គលឲ្យចំពោះបញ្ញខេត្តដល់ប្រសើររមែងបានទទួលផលជាជាក់ស្ដែងក្នុងបច្ចុប្បន្នព្រោះហេតុនោះបានជាសក់របស់នាងកេសវតីដុះឡើងវិញតាមប្រក្រតីក្នុងពេលដែលនាងអោនកាយថ្វាយបង្គំព្រះថេរៈដោយគោរពព្រះថេរៈទាំង8អង្គបានចង្ហាន់ហើយហោះតាមអាកាសវេហាទៅចុះនៅអូសៀនកញ្ចវ័នធ្វើភក្តកិច្ចនៅទីនោះឲ្យនាងកេសវតីមើលឃើញយ៉ាងស្ដែងនាងរក្សាអូសៀនបានឃើញព្រះថេរៈហើយក៏ទៅក្រាបបង្គំទូលដល់ព្រះបាទច័ន្ទបចោតព្រះអង្គក៏យាងទៅកាន់អូសៀនថ្វាយបង្គំព្រះថេរៈរួចសួរថាថ្ងៃនេះលោកម្ចាស់បានចង្ហាន់ហើយឬនៅលុះព្រះសណ្ដាប់ដំណឹងដែលព្រះថេរៈពោលប្រាប់ទើបស្ដេចយាងទៅកាន់ព្រះបរមរាជនិវេសវិញបង្គាប់ឲ្យរាជបុរសនាំនាងកេសវតីធីតាសេដ្ឋី
មកតាំងជាព្រះអគ្គមហេសីថ្ងៃនោះឯងក្នុងពេលនោះតមកព្រះនាងអគ្គមហេសីរំរស់មេត្រីជាមួយព្រះរាជាក៏បានព្រះរាជបុត្រមួយព្រះអង្គថ្វាយព្រះនាមថាគូបាលឯនាងក៏មានព្រះនាមពិតប្រាកដថាគោបាលទេវីតាមព្រះនាមរបស់បុត្រដែរចាឃើញថាការបកស្រាយរឿងព្រេងនិទានខ្លីបានមកដល់ទីបញ្ចប់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកតាមដានស្ដាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថានាងរៅហិនីចាដើម្បីឲ្យជ្រាបកាន់តែច្បាស់ថានៅក្នុងសាច់រឿងនោះមានអត្ថន័យជ្រាលជ្រៅយ៉ាងណាសូមចូលរួមស្ដាប់ទាំងអស់គ្នាជាមួយនាងខ្ញុំដូចតទៅមានសេចក្តីដំណាលព្រះអនុវុត្តដល់មានអាយុបាននាំភិក្ខុជាបរិវារ500រូបនិមន្តទៅកាន់កបិលវត្ថុបុរីពេលនោះញាតិវង្សជ្រាបថាព្រះថេរៈនិមន្តមកក៏នាំគ្នាមកថ្វាយបង្គំបាត់តែនាងរៅហិនីជាប្អូនបង្កើតមិនឃើញមកថ្វាយបង្គំព្រះថេរៈក៏សួរដំណឹងបានជ្រាបដោយព្រះញាតិវង្សប្រាប់ថានាងមានសេចក្តីខ្មាស់អៀនជាពន់ពេកព្រោះកើតរោគលើស្បែកបានជាមិនមកព្រះថេរៈក៏បង្គាប់ឲ្យគេទៅហៅមកកាលបើនាងមកដល់ហើយថ្វាយបង្គំព្រះថេរៈដោយគោរពលោកសួរថាហេតុអ្វីបានជានាងមិនមកនាងទូលតាមអាការៈនៃសេចក្តីអៀនខ្មាស់ចំពោះព្រះថេរៈព្រះថេរៈក៏សួរបន្តទៅទៀតថាចុះក្រែងនាងមិនមកចង់ធ្វើបុណ្យទេឬឲ្យខ្ញុំព្រះករុណាធ្វើបុណ្យអ្វីចូលនាងសាងអាសនសាលាមួយទៅនាងថាចុះខ្ញុំព្រះករុណាបានអ្វីធ្វើព្រះថេរៈសួរថាចុះនាងមានគ្រឿងបោសាធនភ័ណ្ឌដែរឬអត់នាងឆ្លើយថាមានបើដូច្នោះចូលនាងលក់របស់នោះយកប្រាក់មកសង់សាលាចោះនាងសួរថាបាននរណាគេជួយសង់ឲ្យខ្ញុំព្រះករុណាព្រះថេរៈក៏និយាយអង្វរក្រុមញាតិដែលនៅអង្គុយចិត្តថាសូមឲ្យជួយធ្វើអាសនសាលានាងរហិនីផងអាត្មានឹងជួយឧបត្ថម្ភក្នុងកិច្ចកសាងនេះដែរឯក្រុមញាតិគេមានសេចក្តីអាណិតនាងរហិនីនេះណាស់នឹងគោរពតាមពីអង្គវរនៃព្រះថេរៈផងក៏ជួយធ្វើដោយស្មោះស្ម័គ្រព្រះថេរៈបានឲ្យគេទៅនាំទិព្វសម្ភារៈសម្រាប់កសាងនេះហើយបង្គាប់ឲ្យធ្វើសាលានោះ2ជាន់និងបង្គាប់ឲ្យនាងរៅហិនីជាប្អូនថែទាំបោសសម្អាតសាលាចាប់តាំងពីពេលក្រាលរនាបរួចព្រមទាំងឲ្យតាក់តែងអាសនៈនិងដងទឹកតម្កល់ទុកសម្រាប់ប្រើប្រាស់លើសាលាជានិច្ចនិរន្តរ៍កុំឲ្យអាខានមួយពេលណាឡើយនាងរៅហនីក៏ទទួលធ្វើតាមបង្គាប់បងឥតមានខ្ចោះត្រាតែដល់រូបលើស្បែកជាសះស្បើយស្រពោនថយចុះបន្តិចម្ដងបន្តិចម្ដងដោយអំណាចនៃបុញ្ញកម្មដែលនាងបានបោសសម្អាតសាលាជាដើមថ្ងៃមួយនាងបានចាត់ចែងទានដល់ថ្លៃថ្លាប្រគេនដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានលើអាសនៈសាលារបស់នាងលុះព្រះបរមគ្រូសម្រេចភក្តកិច្ចហើយ
ទ្រង់ត្រាស់សួរព្រះអនុវុត្តថាហើយអនុវុត្តអ្នកណាជាម្ចាស់ទាននេះព្រះអនុវុត្តទូលថាបបិទ្ធព្រះមានជោគនាងរោហិនីជាប្អូនស្រីខ្ញុំព្រះអង្គជាម្ចាស់ទាននេះចុះនាងនៅឯណាបបិទ្ធព្រះអង្គនាងនៅក្នុងផ្ទះព្រះអង្គក៏ត្រាស់ឲ្យព្រះអនុវុត្តហៅនាងមកតែមិនមកទើបទ្រង់ត្រាស់ហៅផ្ទាល់ព្រះអង្គត្រាតែនាងមកក៏ទ្រង់សួរថានាងរោហិនីហេតុអ្វីបានជានាងមិនមកនាងទូលថាខ្ញុំព្រះអង្គមានសេចក្តីអៀនខ្មាស់ណាស់ព្រោះតែកើតរោគលើស្បែករោគនេះកើតដល់នាងតើនាងដឹងថាកើតដោយសារអ្វីនាងទូលថាបបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំព្រះអង្គមិនដឹងសោះព្រះអង្គត្រាស់ថារោគលើស្បែកកើតឡើងដោយសេចក្តីក្រោធនាងក៏សួរបុព្វកម្មដែលខ្លួនកសាងពីបុព្វជាតិចំពោះព្រះអង្គត្រាស់ថាក្នុងកាលពីព្រេងព្រឹត្តយូរយារណាស់មកហើយនាងបានជាអគ្គមហេសីនៃព្រះចៅក្រុងពារាណសីក្នុងចំណោមស្រីស្នំទាំងអស់ជាព្រះរាជបរិវារមានស្រីរបាំម្នាក់មានរូបល្អស្រស់បោះជាទីគប់ព្រះハរតីព្រះរាជាទ្រង់បានរំរោះមេត្រីសេចក្តីស្នេហាតាមភាពនៃបុជនជានិច្ចកាលឥតមានប្រែព្រះតីទៅស្នេហាលើរូបនាងជាអគ្គមហេសីឬស្រីស្នំឯទៀតឡើយម្ល៉េះហើយអគ្គមហេសីក៏មានសេចក្តីប្រច័ណ្ឌច្រណែនឈ្នាននេះចងគំនុំនឹងស្រីរបាំនោះថាអញនឹងធ្វើឲ្យហងមានសេចក្តីរងទុក្ខលំបាកជាមិនខានលុះគិតដូច្នេះហើយក៏បង្គាប់ឲ្យស្រីស្និទ្ធស្នាលមួយរូបយកខ្ញែមកទើបនាងលបគោះលំអិលខ្ញែដាក់លើដំណេកនាងរបាំនោះពេលគោះហើយក៏ចូលទៅរកនាងរបាំប្រឡែងគ្នាលេងធ្វើហាក់ដូចជាមានសេចក្តីរាប់រកគ្នាណាស់ហើយគោះលំអិលខ្ញែដាក់លើសរីរៈនាងទៀតនាងរបាំក៏ខ្វាច់ខ្ញាំសរីរៈនោះដរាបដោលឡើងជាពកតូចធំនាងរត់ទៅប្រះដេកលើដំណេកក៏ស្រាប់តែរមាស់ជាក្រៃលែងដោយមានលំអិលខ្ញែនៅលើទីនោះឯងអគ្គមហេសីក្នុងកាលនោះបានមកកើតជានាងរោហិនីនឹងឯងលុះសម្ដែងបុព្វកម្មចប់ហើយសម្ដេចដល់មានបុណ្យត្រាស់ព្រះពុទ្ធដីកាតទៅទៀតថាមនាលនាងរោហិនីនាងបានធ្វើកម្មយ៉ាងនេះឯងព្រោះហេតុនោះសេចក្តីក្រោធសំបីតែបន្តិចក្តីសេចក្តីច្រណែនក្តីនាងមិនគួរធ្វើទេចប់ព្រះធម៌ទេសនាកាលណានាងរោហិនីក៏បានសម្រេចសោតាបតិផលក្នុងពេលនោះនឹងមានសរីរៈស្អាតបាតសមរម្យល្អដូចជាមាសទឹកដប់លុះអស់អាយុកាលទៅបានទៅកើតក្នុងឋានត្រៃត្រឹងនាចន្លោះដែនទេវបុត្រទាំង4អង្គមានរូបរាងល្អឆ្នើមគួរជាទីចាប់ចិត្តនៃទេវបុត្រទាំងនោះជាពុនពេកព្រោះតែរូបនាងឆើតយ៉ាងនេះបានជាទេវបុត្រទាំង4មានចិត្តប្រតិព័ទ្ធជាអស្ចារ្យជជែកតវ៉ាគ្នាដណ្ដើមយកនាងធ្វើជាអគ្គមហេសីរៀងខ្លួនតែមិនដាច់ស្រេច
ក៏នាំនាងរោហិនីស្ត្រីល្អឆើតទៅប្តឹងសម្ដេចអមរិន្ទ្រាធិរាជសូមទ្រង់កាត់សេចក្តីរកយុត្តិធម៌ឲ្យផ្ដាស់ទៅទៀតនោះសម្ដេចអមរិន្ទ្រាធិរាជគ្រាន់តែទតព្រះនេត្រចំរូបនាងរោហិនីពេលណាក៏មានព្រះទ័យស្រឡាញ់ហួសទេវតាទាំង4អង្គទើបទ្រង់ត្រាស់សួរថាអ្នកទាំងឡាយមកនេះមានការអ្វីទេវបុត្រក៏ក្រាបបង្គំទូលពីរឿងរោហិនីថាខ្លួនមានសេចក្តីស្រឡាញ់គ្រប់គ្នាព្រះឥន្ទត្រាស់សួរទេវបុត្រទាំង4ថាចិត្តអ្នករាល់គ្នាតាំងពីឃើញរូបនាងរោហិនីកើតមានសេចក្តីស្រឡាញ់យ៉ាងណាខ្លះចូលអ្នករៀបរាប់សេចក្តីមកមើលទេវបុត្រទី1ទូលថាចិត្តខ្ញុំព្រះអង្គនៅមិនស្ងៀមសោះតាំងពីឃើញរូបនាងកាលណាចេះតែប្អូកផ្អះភ័យអជានិច្ចហាក់ដូចជាស្គរជ័យដែលនៅកណ្ដាលរាំងរងនៃសមរភូមិដូច្នេះទេវបុត្រទី2ទូលថាចិត្តខ្ញុំព្រះអង្គស្រឡាញ់នាងរោហិនីណាស់តែងតែហូរគ្របដណ្ដប់លើរូបនាងមិនដាច់ពេលវេលាទេហាក់ដូចជាទឹកហូរដែលហូរចុះពីលើកំពូលភ្នំដូច្នោះទេវបុត្រទី3ទូលថាចិត្តខ្ញុំស្រឡាញ់នាងរោហិនីខ្លាំងណាស់ព្រះអង្គសូម្បីចក្ខុទាំងគូរបស់ខ្ញុំដែលសម្លឹងនាងនោះស្ទើរតែលៀនចេញមកដូចជាភ្នែកក្តាមទៅហើយទេវបុត្រទី4ទូលថាបបិទ្ធព្រះឧបតិទេវវង្សចិត្តខ្ញុំព្រះអង្គតាំងពីបានឃើញនាងរោហិនីកាលណាមិនបាននៅនឹងតាមធម្មតាទេចេះតែឆ្លេឆ្លាចុះឡើងដូចជាកន្ទុយតងដែលគេលើកឡើងលើកំពូលចេតិយដូច្នោះឯងសម្ដេចអមរិន្ទ្រាធិរាជទ្រង់ព្រះសណ្ដាប់សេចក្តីរាយការណ៍នៃសេចក្តីស្រឡាញ់ដែលមានចំពោះលើរូបនាងរោហិនីរបស់ទេវបុត្រទាំង4នោះចប់ហើយមានបន្ទូលថាចិត្តអ្នករាល់គ្នាដែលស្រឡាញ់នេះបើតាមខ្ញុំយល់ថានៅអត់ទ្រាំបានមិនទាន់ជាខ្លាំងណាស់ណាទេឯចិត្តខ្ញុំវិញចាប់តាំងពីឃើញរូបនាងនេះក៏មានសេចក្តីស្រឡាញ់ជាអស្ចារ្យទាំងបានបដិញ្ញាថាបើមិនបាននាងរោហិនីនេះធ្វើជាអគ្គមហេសីទេនោះមុខជាស្លាប់ក្នុងទីនេះដោយពិតបើបានធ្វើជាអគ្គមហេសីទើបមានជីវិតរស់តទៅទេវបុត្រទាំងនោះបានលើព្រះបន្ទូលតបនៃសកទេវរាជហើយក៏ព្រមព្រៀងគ្នាលើកនាងរោហិនីថ្វាយជារង្វាន់ដល់គប់ព្រះទ័យដល់ព្រះអង្គដើម្បីកុំឲ្យទ្រង់សោយទីវង្គតនាងរោហិនីបានឡើងឋានន្តរៈជាអគ្គមហេសីជាទីពេញព្រះទ័យនៃព្រះឥន្ទជាពុនពេកទ្រង់តែងមានសេចក្តីប្រោះប្រានចំពោះបបួលទៅលេងក្នុងទីណារបស់នាងជាធម្មតាមិនដែលហ៊ានហាមឃាត់ឬប្រកែកនឹងពាក្យនោះដល់ម្ដងណាឡើយព្រោះហេតុនោះបានជាលោកសម្ដែងថាបុណ្យរមែងឲ្យសម្រេចប្រយោជន៍តាមសេចក្តីប្រាថ្នាគ្រប់កាលវេលាទាំងពួងដូចជារឿងនិទាននាងរោហិនីនេះឯងចាឃើញថាការបកស្រាយរឿងព្រេងនិទានខ្លីនាងរោហិនីបានមកដល់ទីបញ្ចប់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកចូលរួមសន្តាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថាអ្នកផឹកសុរាចាចង់ដឹងថានៅក្នុងអត្ថន័យខ្លឹមសារទាំងមូលអ្នកផឹកសុរានោះជ្រាលជ្រៅយ៉ាងណាសូមតាមដានសន្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំដូចតទៅកាលកន្លងទៅហើយ
ព្រះបរមពោធិសត្វរបស់យើងទ្រង់យន្តកំណើតជាសិទ្ធិមានទ្រព្យ40កោដកប់ទុកក្នុងផែនដីតែងបរិច្ចាគទានជាដើមដល់ស្មោមយាយចកដែលមកសុំគ្រប់ច្រកល្ហកលុះពេលអស់ព្រះជន្មក៏បានទៅកើតជាសកទេវរាជឯសិទ្ធិពោធិសត្វនេះមានកូនប្រុសតែម្នាក់គត់បុត្រនោះលុះអំណេះពីសិទ្ធិជាបិតាទៅបានឲ្យគេកសាងមណ្ឌលមួយមានមហាជនជាបរិវារចោមរោមក្នុងពេលដែលគាត់អង្គុយផឹកសុរាអ្នកប្រមឹករូបនេះតែងឲ្យទ្រព្យ1000កហបណៈដល់ជនអ្នកផឹកខាងលបែងទាំងឡាយមានលូតរាំច្រៀងជាដើមតែយ៉ាងនេះជានិច្ចនិរន្តរ៍ហើយคล้ายខ្លួនទៅជាមនុស្សម្នាក់ដែលល្មោបលេងស្រីល្មោបផឹកស្រាល្មោបស៊ីសាច់ជាអ្នកមានប្រក្រតីស្ថិតនៅក្នុងរោងមហោស្រពមានរាំនឹងច្រៀងជាដើមមិនយូរកាលប៉ុន្មានក៏វិនិច្ឆ័យហិនហោចទ្រព្យទាំង40កោដដែលជាមរតកបិតារលីងនិងប្រែភាពទៅជាមនុស្សទុរគតមនុស្សកំព្រីកំព្រាអនាថាតែម្នាក់ឯងរកទីពឹងពុំអ្នកអាស្រ័យគ្មានស្លៀកពាក់តែកំណាត់សម្ពុតដែលគេបោះចោលនៅទីទាំងឡាយមានផ្លូវផ្សារជាដើមសកទេវរាជដឹងរឿងរ៉ាវនោះក៏យកក្អមមូលជារបស់សម្រាប់ឲ្យវត្ថុតាមគប់ដល់សេចក្តីប្រាថ្នាមកឲ្យកូននោះដោយសេចក្តីអនុគ្រោះនិងការអាណិតជាពន់ពេកហើយប្រាប់ថាហើយបាក្អមនេះអាចឲ្យនៅទ្រព្យតាមសេចក្តីប្រាថ្នាដូច្នេះអ្នកកុំប្រមាទដោយធ្វើឲ្យក្អមបែកឲ្យសោះលុះប្រាប់យ៉ាងនេះហើយក៏ត្រឡប់ទៅកាន់ទេវលោកវិញចាប់តាំងពីថ្ងៃនោះមកអ្នកប្រមឹកតែងតែបាននៅវត្ថុតាមសេចក្តីប្រាថ្នាពីក្អមនោះហើយចែកចាយទិញស្រាមកផឹកដល់រាបដល់ស្រវឹងជ្រុលជ្រុបហួសប្រមាណក៏បោះក្អមនោះទៅលើអាកាសហើយយកដៃទាំងពីរត្រចាប់តែធ្វើម្ដេចអ្នកស្រវឹងមិនដែលតាំងស្មារតីឲ្យបាននឹងណោមួយពេលណាឡើយម្ល៉េះហើយការទទួលចាប់ក្អមដែលធ្លាក់ចុះចាក់អាកាសមកវិញក៏មិនសម្រេចដូចបំណងសោះឡើយក្អមក៏ធ្លាក់មកប៉ះនឹងផែនដីបែកខ្ទេចខ្ទីមួយពេលនោះទៅចាប់ពីថ្ងៃនោះមកអ្នកប្រមឹករូបនេះក៏คล้ายខ្លួនទៅជាមនុស្សម្ដងទៀតទាំងឥតមាននរណាគេមានសេចក្តីអនុគ្រោះចំពោះខ្លួនឡើយជាមនុស្សស្លៀកពាក់តែសម្ពុតរយេរយ៉ៃលិចមុខចិត្តក្រោយលិចក្រោយចិត្តមុខរស់នៅដោយការកាន់អំបែងដើរសំទៀននាច្រកល្ហកនៃផ្ទះអ្នកដតីយកកម្រៃដែលសុំបាននោះមកចិញ្ចឹមលៀងជីវរជនអាត្មាមានសេចក្តីវេទនាខ្លោចផ្សាជាមហិមាអស់ពេលមិនយូរប៉ុន្មានក៏វិនិច្ឆ័យប្រាណស្លាប់អាសាបងនៅសំយ៉ាបផ្ទះអ្នកដតីវិស័យដូចជាខ្មោចឆ្កែគ្មានគេរាប់រកអាណិតអាសូរសោះឡើយព្រោះហេតុដូច្នោះបានជាព្រះបរមសាស្តាកាលបានត្រាស់ដឹងបរមភិសេកសម្មាសម្ពុទ្ធិញ្ញាណជាឯកអគ្គសកមុនីសម្ពុទ្ធមរកតក្នុងត្រៃលោកបានត្រាស់សម្ដែងនៅកិត្ថាទាំងឡាយថា
អ្នកលេងបានក្អមឈ្មោះសុភ័ក្រដែលឲ្យវត្ថុតាមប្រាថ្នាអ្នកលេងនោះថែទាំបានត្រឹមណាក្អមតែងនាំសេចក្តីសុខមកឲ្យត្រឹមនោះដរាបដល់អ្នកលេងស្រវឹងនឹងភ្លើតភ្លើនហើយបំបែកក្អមដោយសេចក្តីប្រមាទក៏คล้ายទៅជាអាក្រាតនិងសំលៀកសម្ពុតសម្បកឈើជាមនុស្សពាលតែងលំបាកក្នុងពេលក្រោយបុគ្គលឥតប្រាថ្នាដែលបានទ្រព្យប្រើប្រាស់ដោយសេចក្តីប្រមាទយ៉ាងនេះរមែងស្ដាយក្រោយដូចជាអ្នកលេងបំបែកក្អមដូច្នោះចា៎ឃើញថាការបកស្រាយរឿងព្រេងនិទានខ្លីអ្នកផឹកសុរាបានមកដល់ទីបញ្ចប់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកចូលរួមសន្តាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថាអាយុវឌ្ឍនកុមារចា៎ចង់ដឹងថានៅក្នុងសាច់រឿងអាយុវឌ្ឍនកុមារនោះមានអត្ថន័យនិងខ្លឹមសារជ្រាលជ្រៅយ៉ាងណានោះសូមចូលរួមតាមដានសន្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំដូចតទៅមានសេចក្តីដំណាលថានៅក្នុងតិជលមគ្គមានព្រាហ្មណ៍ពីរនាក់បានមូលមតិគ្នាពីរឿងចេញចកាមក៏ចេញទៅបួសជាតាបសប្រព្រឹត្តតបធម៌អស់48ឆ្នាំតាបសម្នាក់មានគំនិតថាបើអាត្មាអញនៅបួសតទៅទៀតនឹងសាបសូន្យចាក់ប្រពៃណីមិនខានដូច្នេះគូអញសឹកទៅបន្តពូជទៅអនាគតទៀតលុះគិតដូច្នោះហើយក៏លក់គ្រឿងប្រដាប់ដែលខ្លួនខំធ្វើឲ្យអ្នកដតីហើយចូលស្ដីដណ្ដឹងធីតាម្នាក់យកមកធ្វើជាភរិយាកាលនៅរំរស់ជាមួយមាតុក្រាមអស់កាលមិនយូរប៉ុន្មានព្រាហ្មណ៍នោះក៏បានបុត្រមួយនាំយកទៅថ្វាយតាបសជាសម្លាញ់ដែលព្រាត់ប្រាសគ្នាអស់ពេលដ៏យូរហើយទើបនឹងមកដល់ពេលព្រាហ្មណ៍ជាប្តីថ្វាយបង្គំតាបសពោលឲ្យសពសាធុការថាចូលអ្នកមានអាយុវែងដល់ពេលដែលមេដាបិតាឲ្យទារកនោះថ្វាយបង្គំតាបសឥតមានពោលអ្វីឡើយនៅអង្គុយស្ងៀមទើបព្រាហ្មណ៍សួរថាលោកម្ចាស់ពេលខ្ញុំទាំងពីររូបថ្វាយបង្គំលោកម្ចាស់ឲ្យពោលថាចូលមានអាយុវែងចុះកូនខ្ញុំថ្វាយបង្គំម្ដេចក៏លោកម្ចាស់មិនឲ្យពោលផងតើមានហេតុយ៉ាងណាចម្រើនពរកូនអ្នកឯងរស់នៅបានតែ6ថ្ងៃទេនឹងមានមហន្តរាយចូលមកផ្ដាច់ផ្ដិលជីវិតក្នុងថ្ងៃទី7ដោយពិតចុះអ្នកណាមានឧបាយសម្រាប់ការពារអន្តរាយនេះបានចម្រើនពរអាត្មាគ្មានទេបើសមណគោតមទើបមានចូលអ្នកទៅសាកសួរឧបាយការពារសមណនោះចោះព្រាហ្មណ៍ប្តីប្រពន្ធក៏នាំទារកនោះទៅថ្វាយបង្គំគាល់ព្រះបរមសាស្តាដោយឥតគិតពីការសាបសូន្យចាក់តបធម៌របស់ខ្លួនឡើយព្រោះមានការសោកស្ដាយអាណិតចំពោះបុត្រជាពន់ពេកកាលព្រាហ្មណ៍ប្រពន្ធកំពុងថ្វាយបង្គំព្រះសាស្តាពោលប្រទានពរថាចូលឲ្យអ្នកមានអាយុវែងតែវេលាទារកថ្វាយបង្គំទ្រង់ក៏នៅស្ងៀមពុំមានព្រះវិចារដូចម្ដេចឡើយព្រាហ្មណ៍មានសង្ស័យក៏សាក់សួរតាមន័យដែលសួរតាបសជាសម្លាញ់ដែរព្រះសាស្តាត្រាស់ថាមនាលព្រាហ្មណ៍បានជាតថាគតមិនឲ្យសពសាធុការពោដល់កូនអ្នកព្រោះកូននេះនឹងមានអន្តរាយ
ក្នុងថ្ងៃទី7ដោយប្រកាសបើអ្នកចង់ឲ្យកូននេះរួចរស់ជីវិតចូលអ្នកធ្វើមណ្ឌលមួយហើយរៀបអាសនៈ8ឬ16សម្រាប់ឲ្យសាវករបស់តថាគតអង្គុយចម្រើនព្រះបរិត្តអស់ពេល7យប់7ថ្ងៃទើបរួចចាកពីមរណៈភ័យនេះតើអ្នកធ្វើតាមបង្គាប់តថាគតបានដែរឬទេបបិទ្ធសម្ដេចដល់មានជោគខ្ញុំព្រះអង្គអាចធ្វើបានតែមិនដឹងបានភិក្ខុអង្គណាទៅអង្គុយចម្រើនព្រះបរិត្តមនាលព្រាហ្មណ៍អ្នកកំព្រួយចូលរៀបចាត់ចែងអាសនៈឲ្យស្រេចទៅចាំតថាគតចាត់ភិក្ខុទៅឲ្យព្រាហ្មណ៍ទទួលតាមបង្គាប់ហើយចាត់ចែងអាសនៈរួចស្រេចក៏មកបង្គំទូលព្រះសាស្តាព្រះសាស្តាក៏ទ្រង់ចាត់ភិក្ខុឲ្យទៅចម្រើនព្រះបរិត្តព័ទ្ធជុំវិញទារកនោះអស់7យប់7ថ្ងៃលុះដល់យប់ទី7ទ្រង់ក៏យាងទៅផ្ទាល់ព្រះអង្គឯងដោយមានពួកទេវតាក្នុងចក្រវាលទាំងមូលចោមរំជាកិត្តិយសតថ្មឹតិវិសេក្នុងថ្ងៃនោះឯងអវុធយៈជាអ្នកបម្រើព្រះបាទវេស្សវណ្ណអស់12ឆ្នាំក៏បាននៅពោពីសំណាក់ព្រះបាទវេស្សវណ្ណនោះថាឲ្យចាប់ទារកនេះស៊ីក្នុងថ្ងៃទី7ព្រោះហេតុនោះបានជាអវុធយៈមកជ្រែងនៅលើអាកាសនោភាលីតែមិនបានឱកាសដល់សំគួរដោយពេលនោះទេវតាមានស័ក្តិធំនៅគាល់ព្រះសាស្តាត្រៀបត្រាឯទេវតាតូចតាចថយឆ្ងាយពីទីនោះ12យោជន៍រីអវុធយៈក៏មានស័ក្តិល្អិតដូចគេដែរបានជាថយឈរឆ្ងាយ12យោជន៍ឯព្រះសាស្តាបានទ្រង់ថ្វាយជាយព្រះបរិត្តពេញមួយរាត្រីលុះថ្ងៃទី7កន្លះផុតទៅអវុធយៈអស់សិទ្ធនឹងចាប់ទារកនោះស៊ីបានក៏វិលត្រឡប់ទៅលំនៅឋានខ្លួនវិញដល់ថ្ងៃទី8គ្រាន់តែព្រះអាទិត្យរះបំភ្លឺលោកនាបុព្វាទិសភ្លាមជនទាំងនោះក៏នាំទារកមកថ្វាយបង្គំព្រះសាស្តាព្រះអង្គទ្រង់ប្រទានពរថាចូលអ្នកមានអាយុវែងជនទាំងនោះក៏ក្រាបបង្គំសួរថាបបិទ្ធព្រះគោតមដល់ចម្រើនទារករស់នៅបានប៉ុន្មានឆ្នាំមនាលព្រាហ្មណ៍ទារកនេះរស់នៅបាន120ឆ្នាំទើបជនទាំងនោះកំណត់ឈ្មោះឲ្យទារកនោះថាអាយុវឌ្ឍនកុមារប្រែថាកុមារមានអាយុចម្រើនចាប្រិមិត្តឃើញថាការបកស្រាយរឿងព្រេងនិទានខ្លីអាយុវឌ្ឍនកុមារបានមកដល់ទីបញ្ចប់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកចូលរួមស្ដាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថានាងបតិបូជិកាចាចង់ដឹងថានាងបតិបូជិកានេះមានអត្ថន័យនិងខ្លឹមសារជ្រាលជ្រៅយ៉ាងណាសូមចូលរួមតាមដានស្ដាប់ជាមួយនាងខ្ញុំទាំងអស់គ្នាដូចតទៅរឿងរ៉ាវនេះកើតឡើងប្រកបនៅឋានត្រៃត្រឹងទេវលោកឯណោះមានសេចក្តីមកថាមាលាឬទេវបុត្រនាំពួកស្ត្រីទេពអប្សរបវរកញ្ញា1000រូបទៅក្រសាលលេងក្នុងឱសៀននាឋានត្រៃត្រឹងនោះកញ្ញាអក្សរ5រូបជាអ្នកឡើងបេះផ្កា500រូបទៀត
ជាអ្នករើសយកមកប្រដាប់ឲ្យទេវបុត្រពួកស្ត្រីដែលឡើងបេះផ្កាទាំងនោះមានស្ត្រីម្នាក់រអិលធ្លាក់ចុះមករលត់ជីវិតដូចជាអណ្ដាតប្រទីតវិញ្ញាណនៃស្ត្រីនោះអណ្ដែតត្រសែតរេរកភពថ្មីបានមកកើតក្នុងត្រកូលមួយនាក្រុងសាវត្តីជាស្ត្រីរលឹកឃើញជាតិចាប់តាំងពីកើតមកហើយនឹករឿយថាអញជាភរិយានៃមាលាឬទេវបុត្រលុះដឹងក្តីចម្រើនវ័យកាលណាតែងធ្វើការបូជាដោយផ្កានិងគ្រឿងក្រអូបជាដើមប្រាថ្នាឲ្យកើតក្នុងសំណាក់ប្តីនាងមានអាយុបាន16ឆ្នាំមេត្តាបិតាបានប្រគល់ផ្ទះសម្បែងឲ្យនាងឲ្យមានប្តីនាងតែងចាត់ចែងទានផ្សេងមានសាលាភតៈបខិភតៈនិងសម្ពុតចំណាំងវស្សាជាដើមថ្វាយព្រះភិក្ខុសង្ឃហើយពោលប្រាប់ថាចំណែកបុណ្យនេះសូមបានជាបច្ច័យនៃការកើតក្នុងសំណាក់ប្តីរបស់ខ្ញុំភិក្ខុទាំងឡាយក៏កំណត់នាមឲ្យនាងនោះថាបតិបូជីកាព្រោះនាងធ្វើបុណ្យកុសលអ្វីតែងប្រាថ្នាប្តីដើមមាលាឬទេវបុត្រនាងបតិបូជីកាតែងបោះសម្អាតអាសនៈសាលាដងទឹកមកតម្កល់ទុកនិងក្រាលអាសនៈជានិច្ចសម្រាប់ព្រះភិក្ខុសង្ឃទាំងឡាយមានមនុស្សដទៃទៀតចង់ថ្វាយសលៈភតៈជាដើមទើបនាំយកអំបោះមានអង្គរជាដើមមកប្រគល់ឲ្យនាងហើយពោលថាមនាលនាងចូលនាងចាត់ចែងវត្ថុនេះធ្វើចង្ហាន់ថ្វាយព្រះភិក្ខុសង្ឃនាងក៏ចាត់ចែងដោយចិត្តត្រេកអរជាមហិមាការដើរទៅមកជួយចាត់ចែងទាននេះតែងបានអនិសង្ឃរាល់ជំហានថ្ងៃក្រោយនាងមានគភ៌តាំងនៅក្នុងផ្ទៃគ្រប់10ខែហើយក៏ប្រសូតបានបុត្រមួយពេលដែលកូនច្បងទៅមកដោយជើងបាននាងក៏មានកូនលំដាប់លំដោយ3ទៀតរួមទាំងអស់4នាងបតិបូជីកាតែងឲ្យទានបូជាស្ដាប់ធម៌ទេសនារក្សាសិក្ខាបទតាមប្រក្រតីលុះមានរោគចូលមកយាយីក្នុងសរីរកាយក៏ស្លាប់ទៅបានទៅកើតក្នុងសំណាក់មាលីឬទេវបុត្រជាប្តីរបស់នាងនៅឋានត្រៃត្រឹងដដែលទេវបុត្រឃើញនាងទៅកើតដូចដើមវិញក៏ពោលសួរថាតាំងពីព្រឹកម្ដេចក៏មិនឃើញនាងសោះតើនាងទៅណាបពិតលោកខ្ញុំសយុទ្ធចៈទេវលោកនេះសយុទ្ធទៅកើតនៅទីឋានណាទៅកើតក្នុងត្រកូលនាក្រុងសាវត្តីទៅកើតនៅទីនោះអស់កាលប៉ុន្មានតាំងពីខ្ញុំចុះចាប់បដិសន្ធិគម្រប់10ខែក៏ប្រសូតដល់អាយុ16ឆ្នាំមេត្តាបិតាខ្ញុំលោកឲ្យមានប្តីខ្ញុំទៅនៅរួមរស់មង្គៈសង្វាសជាមួយប្តីបានកូន4
ហើយតែងធ្វើបុណ្យទានប្រាថ្នាឲ្យសូមមកកើតក្នុងសំណាក់លោកវិញមនុស្សទាំងឡាយមានអាយុប៉ុន្មានឆ្នាំត្រឹមតែ100ឆ្នាំប៉ុណ្ណោះមនុស្សទាំងឡាយមានអាយុ100ឆ្នាំនេះសុទ្ធតែជាអ្នកដេកលក់ដោយក្តីប្រមាណឬក៏មានធ្វើបុណ្យទានអ្វីដែរមនុស្សទាំងអស់សុទ្ធតែមានសេចក្តីប្រមាថជានិច្ចព្រោះប្រកាន់ថាអាយុ100នេះហាក់ដូចជាមួយអសង្ខេយៈផងហាក់ដូចជាមិនចេះចាស់មិនចេះស្លាប់ផងមាលាឬទេវបុត្រមានសេចក្តីសង្វេគកើតឡើងក្នុងចិត្តជាអស្ចារ្យលាន់វិចារថាអោណូមនុស្សទាំងឡាយសុទ្ធសឹងតែជាអ្នកលិចលង់ក្នុងការប្រមាថតើអង្កលណាទើបផុតពីសេចក្តីទុក្ខបានចាឃើញថាការបកស្រាយរឿងព្រេងនិទាននាងបតិបូជីកាបានមកដល់ទីបញ្ចប់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកចូលរួមតាមដានស្ដាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថាឧបាសកកសាងមេបុណ្យចាដើម្បីឲ្យជ្រាបកាន់តែច្បាស់ថានៅក្នុងសាច់រឿងនោះមានអត្ថន័យនិងខ្លឹមសារជ្រាលជ្រៅយ៉ាងណាសូមចូលរួមតាមដានស្ដាប់ទាំងអស់គ្នាជាមួយនាងខ្ញុំដូចតទៅក្នុងក្រុងសាវត្តីមានឧបាសកម្នាក់បានធ្វើផ្លូវឲ្យរៀបស្មើរើសបន្លាកាប់ឆ្ការគុម្ពឈើតូចតាចក្នុងផ្លូវសម្រាប់ឲ្យពួកភិក្ខុនៅក្នុងព្រៃមកបិណ្ឌបាតក្នុងស្រុកបានស្រួលចងស្ពានលើកប្រឡាយក្នុងពេលមានទឹកដាំឈើយកម្លប់ក្នុងទីវាលស្រឡះបាដីស្អិតចេញពីស្រែធ្វើឲ្យបានធំនិងជ្រៅរៀបចំកំពង់ទឹកឲ្យបានស្រួលបួលល្អនិងឲ្យទៀនតាមសំគួរដល់សម្បត្តិរបស់ខ្លួនព្រមទាំងបានរក្សាសិលដោយត្រឹមត្រូវចំណេលការខាងក្រោយមកឧបាសកនោះក៏ស្លាប់ទៅបានទៅកើតក្នុងវិមានមាសកម្ពស់12យោជន៍នាស្ថានត្រៃត្រឹងទេវលោកថ្ងៃក្រោយព្រះមហាមុគលានមានឫទ្ធិច្រើនបានថ្វាយបង្គំលាព្រះបរមសាស្តាជាម្ចាស់ដើម្បីទៅកាន់ត្រៃត្រឹងទេវលោកប្រយោជន៍នឹងពិនិត្យហេតុការណ៍ក្នុងទីឋាននោះលុះទៅដល់មុខប្រាសាទក៏ទេវបុត្រនោះចុះមកថ្វាយបង្គំលោកសួរដោយបទព្រះគាថាទាំងឡាយថាវិមាននេះមានសសរជាវិការៈនៃកែវរមណីខ្ពស់ឡើងទៅលើ12យោជន៍ដោយជុំវិញគោដាគាដ៏ធំទូលាយទាំង700មានសសរជាវិការៈនៃកែវវិទូក្រាលដោយបន្ទះក្តាររុងរឿងប្រពៃអ្នកនៅផឹកនឹងទំពាស៊ីក្នុងវិមាននេះទាំងពិនទាំងឡាយដ៏ជាទឹកមានសម្លេងពីរោះក៏លាន់លឺឯងកាមគុណក៏ជាទឹកទាំង5ក៏មាននៅទីនេះមានទាំងនារីទាំងឡាយប្រដាប់ដោយគ្រឿងអំពរស្ដាលង្កាជាវិការៈនៃមាសក៏មានរាំពណ៌សម្បុរអ្នករុងរឿងយ៉ាងនេះសម្រេចដោយអនិច្ចសង្ឃដូចម្ដេចទាំងភុគៈទាំងឡាយជាទីពេញចិត្តក៏កើតប្រកបមនាលទេវបុត្រអាត្មាសួរអ្នក
មានអនុភាពច្រើនកាលអ្នកកើតមកជាមនុស្សបានធ្វើបុណ្យដូចម្ដេចអ្នកមានអនុភាពដល់រុងរឿងយ៉ាងនេះតើដោយបុណ្យដូចម្ដេចទាំងពណ៌សម្បុរអ្នកក៏ផ្សាយទៅគ្រប់ទិសទីទេវបុត្រទូលថាកាលខ្ញុំកើតជាមនុស្សបានជំរះផ្លូវក្នុងព្រៃផងបានដាំឈើធ្វើជាសួនច្បារផងមានចិត្តស្រឡាញ់អ្នកមានសិលផងមានចិត្តជ្រះថ្លាឲ្យបាយទឹកដោយគោរពនិងពូពាសផងខ្ញុំមានពណ៌សម្បុររុងរឿងមានផលសុចរិតសម្រេចនៅក្នុងវិមាននេះនិងភពៈទាំងឡាយជាទីពេញចិត្តកាត់ឡើងដោយប្រកបដោយផលបុណ្យនេះឯងខ្ញុំមានអនុភាពរុងរឿងមានពណ៌សម្បុរផ្សាយទៅសព្វទិសទីដោយផលបុណ្យនេះឯងការដាំដើមឈើសួនច្បារជីកស្រះអណ្ដូងសង់ស្ពានថ្នល់ជាដើមដាក់ទានជាសាធារណៈឈ្មោះថាបានសាងមេបុណ្យសម្រាប់បន្តជីវភាពទៅបរលោកព្រោះថាទានសាធារណៈដែលបានចាត់ចែងធ្វើឡើងនេះបើមានអ្នកណាមួយចូលទៅប្រើប្រាស់កាលណាទោះយប់ក្តីថ្ងៃក្តីអ្នកម្ចាស់តែងបានទទួលអនិសង្សតាមលំដាប់វីរៈនៃអ្នកចូលទៅប្រើប្រាស់នោះដែរហេតុដូច្នោះបានឲ្យឈ្មោះថាមេបុណ្យចា៎ឃើញថាការបកស្រាយរឿងព្រេងនិទានខ្លីឧបាសកកសាងមេបុណ្យក៏បានមកដល់ទីបញ្ចប់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកចូលរួមតាមដានសន្តាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថាមលិកាទេវីចា៎ដើម្បីឲ្យជ្រាបកាន់តែច្បាស់ថានៅក្នុងសាច់រឿងមលិកាទេវីនោះមានអត្ថន័យនិងខ្លឹមសារយ៉ាងណាសូមចូលរួមតាមដានសន្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំដូចតទៅជំនាន់ពុទ្ធកាលនៅក្រុងសាវត្តីមានស្ត្រីមួយរូបអាយុ16ឆ្នាំមានរូបល្អស្រស់ជាធីតានៃនាយមាលាកាពេលមួយនាងធីតានោះយកនំពៀមកដាក់ក្នុងកញ្ច្រែងសម្រាប់ដាក់ផ្កាដើរទៅកាន់សួនច្បារបានជួបនឹងព្រះបរមសាស្តាព្រមទាំងភិក្ខុសង្ឃជាបរិវារកំពុងនិមន្តចូលទៅកាន់ក្រុងដើម្បីបិណ្ឌបាតនាងមានចិត្តត្រេកអរណាស់បានយកនំទៅដាក់បាតព្រះអង្គហើយថ្វាយបង្គំដោយសេចក្តីជ្រះថ្លាជាពន់ពេកទើបថយមកឈរក្នុងទីដល់សំគួរព្រះសាស្តាទ្រង់រមិលមើលនាងដោយព្រះភ័ក្ត្រញញឹមទើបព្រះអានន្ទក្រាបបង្គំសួរនៅហេតុដែលទ្រង់ញញឹមនោះព្រះអង្គតបថាមនាលអានន្ទនាងកញ្ញានេះនឹងបានជាអគ្គមហេសីនៃព្រះចៅបសេនតិកោសលក្នុងថ្ងៃនេះឯងដោយអំណាចផលទានដែលនាងបានប្រគេននំនេះដល់តថាគតនេះហើយទ្រង់យាងជិះចេញទៅជួនជាថ្ងៃនោះព្រះបាទបសេនតិកោសលទ្រង់ចេញទៅច្បាំងតគ្នានិងព្រះអង្គអជាសត្រូវជាព្រះភក្ណីហើយតបព្រះអង្គបរាជ័យរត់ចេញមកឯព្រះអង្គទ្រង់ប្រថាប់លើព្រះទីនាំងអាជាណីបរចេញពីទីនោះដែរទ្រង់ព្រះសណ្ដាប់
សំឡេងច្រៀងរបស់នាងកញ្ញាដែលបេះផ្កាបណ្ដើរច្រៀងបណ្ដើរក៏មានព្រះតីប្រតិបត្តិស្នេហាទើបទ្រង់យាងចូលទៅក្នុងសួនបានជ្រាបថានាងមិនទាន់មានប្តីទ្រង់ក៏បង្គាប់ឲ្យនាងឡើងជិះលើខ្នងសេះអាជាណីមានពលនិកាយចោមរោមជាបរិវារហែហោមចូលទៅកាន់នគរហើយទ្រង់បញ្ជូននាងឲ្យទៅកាន់ផ្ទះវិញពេលសាយ័ន្តសម័យទ្រង់ចាត់ចែងអ្នកមុខអ្នកកាលឲ្យហែហោមយកនាងពីត្រកូលនោះមកវិញដោយគ្រឿងអលង្ការដ៏ថ្កុំថ្កើងរុងរឿងទើបអភិសេកលើគំនោកែវតែងតាំងជាអគ្គមហេសីច្បងបណ្ដាច់នៅក្នុងនគរឯព្រះអគ្គមហេសីថ្មីអង្គនេះបានជាទីគប់ព្រះតីនៃព្រះរាជាជាពុនពេកលើសស្រីស្នំស្រីអង្គាទាំងអស់និងជាស្ត្រីស្និទ្ធស្នាលនឹងព្រះរតនត្រ័យជ្រះថ្លាជឿជាក់ក្នុងចិត្តមាននាមប្រកាសថាមលិកាទេវីចា៎ឃើញថាការបកស្រាយរឿងព្រេងនិទានខ្លីមលិកាទេវីបានមកដល់ទីបញ្ចប់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកចូលរួមស្ដាប់នៅរឿងព្រេងនិទានជាបន្តទៀតជាមួយនាងខ្ញុំដែលមានចំណងជើងថាអង្គលីមាចៅចា៎ដើម្បីឲ្យជ្រាបកាន់តែច្បាស់ថានៅក្នុងសាច់រឿងនោះមានអត្ថន័យនិងខ្លឹមសារជ្រាលជ្រៅយ៉ាងណាសូមចូលរួមតាមដានស្ដាប់ទាំងអស់គ្នាជាមួយនាងខ្ញុំដូចតទៅក្នុងដែនព្រះបាទបសេនទីកោសលមានចៅម្នាក់ឈ្មោះអង្គលីមាជាមនុស្សកាចមានដៃប្រឡាក់ឈាមចូលចិត្តបៀតបៀននិងសម្លាប់មនុស្សឥតអាណិតអាសូរឡើយតែងធ្វើស្រុកនិគមជនបទឲ្យស្ងាត់សូន្យដោយការកាប់សម្លាប់កាត់យកម្រាមដៃធ្វើជាកម្រងពាក់នៅកគ្រានោះព្រះមានព្រះភិក្ខយាងចូលទៅកាន់ក្រុងសាវត្តីពេលព្រឹកដើម្បីបិណ្ឌបាតលុះថ្ងៃរសៀលទ្រង់យាងទៅកាន់ផ្លូវឆ្ងាយឆ្ពោះទៅរកទីដែលចៅអង្គលីមាននៅមានតែមួយព្រះអង្គឯងពួកអ្នកខ្វៀលគោខ្វៀលសុស័តព្យួររស់និងអ្នកដើរផ្លូវបានឃើញព្រះមានព្រះភិក្ខយាងទៅកាន់ទីដែលអង្គលីមាចៅនៅក៏ក្រាបទូលថាបពុតព្រះសមណៈសូមកុំយាងទៅតាមផ្លូវនេះឡើយព្រោះជាលំនៅនៃអង្គលីមាចៅពួកមនុស្សក្រាបទូលយ៉ាងនេះពីរបីដងព្រះមានព្រះភិក្ខទ្រង់ស្ងៀមហើយចេះតែយាងទៅឯអង្គលីមាចៅបានឃើញព្រះមានព្រះភិក្ខកំពុងយាងមកពីចម្ងាយក៏តេះដៀលថាយីអើអស់ចាណាស់ណូបុរស10នាក់ក្តី20នាក់ក្តី30នាក់ក្តី40នាក់ក្តីនាំគ្នាដើរជាពួកមកតាមផ្លូវនេះបុរសទាំងនោះក៏ដល់សេចក្តីវិនាសដោយកណ្ដាប់ដៃអញចុះសមណៈនេះតែឯងឥតមានគ្នាសោះម្ដេចក៏ហ៊ានដើរមកដូចជាមិនញញើតឡើយដូច្នេះអញនឹងសម្លាប់សមណៈនេះឲ្យខ្សែបង់អង្គលីមាចៅគិតយ៉ាងនេះហើយក៏ចាប់ដាវនឹងខែសៀតស្នូបំពង់ព្រួញដេញព្រះអង្គជាប់ពីក្រោយ
ព្រះមានព្រះភិក្ខទ្រង់សម្ដែងឫទ្ធិធ្វើឲ្យអង្គលីមាចៅដែលរត់ដេញពេញទំហឹងមិនឲ្យទាន់ព្រះអង្គដែលស្ដេចយាងតាមដំណើរប្រក្រតីអង្គលីមាចៅគិតថាយីអើអស់ចាណាស់ណូកាលពីមុនអញស្ទុះដេញដំរីឬកំពង់បោលក៏បានសេះកំពង់ផាយក៏បានរត់កំពង់លឿនក៏បានម្រឹកកំពង់បោលក៏បានចុះម្ដងនេះហេតុអ្វីក៏អត់រត់ពេញទំហឹងហើយក៏នៅតែមិនទាន់សមណៈនេះដែលដើរតាមប្រក្រតីផងទើបចៅឈប់ស្ងៀមស្រែកខាត់ថាឈប់សិនស្រំព្រះអង្គត្រាស់ថាណែអង្គលីមាតថាគតឈប់ហើយចូលអ្នកឈប់ដែរទៅអង្គលីមាគិតថាពួកសមណៈកុលបុត្រធ្លាប់តែនិយាយថាពិតបដិញ្ញាពាក្យពិតចម្លែកតែសមណៈនេះកំពុងដើរសោះម្ដេចក៏ពោលថាតថាគតឈប់ហើយដូច្នេះគួរអញសួរសមណៈនេះមើលលំដាប់នោះអង្គលីមាក៏ពោលនឹងព្រះអង្គថាហើយស្រំលោកកំពុងដើរសោះបែរជានិយាយថាតថាគតឈប់ហើយថែមទាំងប្រាប់ឲ្យអញដែលឈប់ហើយថាអ្នកឯងទេដែលមិនទាន់ឈប់ដូច្នេះវិញណែស្រំអញសួរដំណើរនេះនឹងលោកដែលលោកឈប់ហើយតើដូចម្ដេចអញមិនទាន់ឈប់តើដូចម្ដេចព្រះអង្គតបថាណែអង្គលីមាតថាគតបានឈ្មោះថាឈប់ហើយព្រោះដាក់ចុះនៅគ្រឿងវាយដំចំពោះសពសត្វកាលឯងអ្នកឯងជាអ្នកមិនសំរួមក្នុងពួកសត្វហេតុនោះអ្នកឯងឈ្មោះថាមិនទាន់ឈប់ទេអង្គលីមាតបថាហើយស្រំអ្នកស្វែងរកគុណដល់ធំជាអ្នកដែលទេវតានិងមនុស្សតែងបូជាលោកមកកាន់មហាវ័នដើម្បីសង្គ្រោះដល់ខ្លួនខ្ញុំអស់កាលយូរហើយខ្ញុំនឹងប្រព្រឹត្តតាមនិងលះបង់បាបចោលព្រោះបានស្ដាប់គាថាព្រះអង្គប្រកបដោយធម៌ថាដូច្នេះហើយក៏ក្រវែងអាវុធចោលទៅក្នុងត្រពាំងជ្រោះរណ្ដៅហើយថ្វាយបង្គំព្រះបាទទាព្រះអង្គសូមភ្នោះទីនោះឯងព្រះអង្គត្រាស់ហៅអង្គលីមាចៅនោះថាអ្នកចូលមកជាភិក្ខុចោះគ្រានោះភិក្ខុភាពក៏កើតឡើងដល់អង្គលីមាចៅព្រះសម្ពុទ្ធទ្រង់យកអង្គលីមាចៅជាបធាស្រមពុទ្ធដំណើរទៅក្រុងសាវត្តីទៅគង់នៅចេតវនិរាមរបស់អនាថបណ្ឌិតសិទ្ធិគប់ជួនជាសម័យនោះពួកមនុស្សកំពុងតែប្រជុំគ្នាទៀបទ្វារក្នុងបុរីព្រះបាទបសេនទីកោសលស្រែកហូកង្កងថាបបិទ្ធព្រះសម្មាទិទេពក្នុងដែនរបស់ព្រះអង្គមានចៅម្នាក់ឈ្មោះអង្គលីមាកាចខូខើតែងសម្លាប់ពួកមនុស្សហើយកាត់យកម្រាមដៃមកធ្វើជាកំរងពាក់សូមព្រះបពិតកំចាយអង្គលីមាចៅនោះចេញព្រះបាទបសេនទីកោសលទ្រង់ចេញពីក្រុងសាវត្តីដោយអស់យានចំនួន500ចូលទៅកាន់អារាមទាំងថ្ងៃបរយានដល់ទីដែលឈប់ហើយចុះយាងដោយព្រះបាទចូលទៅថ្វាយបង្គំព្រះមានព្រះភិក្ខហើយគង់ក្នុងទីដ៏សមគួរព្រះមានព្រះភិក្ខត្រាស់សួរថា
បបិទ្ធមហារាជទំនងជាទ្រង់ខ្ញាល់នឹងព្រះបាទពិមពិសាឬខ្ញាល់នឹងសម្ដេចលិឆៈឬអ្នកក្រុងវេសាលីឬក៏ខ្ញាល់នឹងពួកសម្ដេចដែលជាបញ្ចមិត្តឯទៀតឬបបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំព្រះអង្គឥតខឹងនឹងសម្ដេចណាទេក្នុងដែនខ្ញុំព្រះអង្គមានចៅម្នាក់ឈ្មោះអង្គលីមាជាមនុស្សកាចណាស់ខ្ញុំព្រះអង្គនឹងកម្ចាត់ចៅនោះចេញបបិទ្ធមហារាជចុះបើព្រះអង្គឃើញអង្គលីមាកោសក់កោពុកមាត់តើទ្រង់ធ្វើដូចម្ដេចទៅវិញបបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំព្រះអង្គនឹងថ្វាយបង្គំឬក្រោកទៅទទួលនិមន្តដោយអាសនៈឬទំនុកបំរុងដោយជីវរបិណ្ឌបាតសេនាសនៈថ្នាំកាយរោគនិងបរិក្ខារទាំងឡាយឬចាត់ចែងថែរក្សានិងការគ្រប់គ្រងប្រកបដោយធម៌ដល់អង្គលីមានោះជួនជាពេលនោះឯងអង្គលីមាភិក្ខុកំពុងអង្គុយជិតព្រះអង្គលើកព្រះហត្ថខាងស្ដាំចង្អុលបង្ហាញព្រះបាទបូសេនទីកោសលថាបបិទ្ធព្រះមហារាជនោះណូអង្គលីមាព្រះរាជាក៏មានសេចក្តីភិតភ័យតក់ស្លុតព្រឺរោមព្រឺស្បែកឡើងមួយរំពេចព្រះមានព្រះភិក្ខជ្រាបច្បាស់ថាព្រះបាទបូសេនទីកោសលភ័យញ័រចម្ប្រោះព្រឺរោមដូច្នេះហើយក៏ត្រាស់ថាបបិទ្ធមហារាជសូមកុំខ្លាចអីភ័យពីអង្គលីមាមិនមានអ្វីកើតដល់ព្រះអង្គទេព្រះរាជាបាត់ភ័យហើយក៏ចូលទៅជិតអង្គលីមាភិក្ខុមានបន្ទូលសួរថាលោកដល់ចម្រើនលោកឈ្មោះអង្គលីមាឬថ្វាយព្រះពរមហារាជចុះមេត្តាបិតាលោកម្ចាស់កូដអ្វីបិតាអាត្មាភាពជាកកូដមេត្តាជាមន្តានីកូដបបិទ្ធលោកដល់ចម្រើនសូមលោកម្ចាស់កកូដមន្តានីបុត្រអភិរមចោះខ្ញុំនឹងទំនុកបំរុងដោយជីវរសេនាសនៈថ្នាំកាយរោគនិងបរិក្ខារទាំងឡាយដល់លោកសម័យនោះអង្គលីមាភិក្ខុប្រព្រឹត្តនៅតែក្នុងព្រៃប្រព្រឹត្តតែបណ្ឌបាតប្រើប្រាស់សម្ពុតបង្គោលប្រើប្រាស់តែជីវរ3បានជាលោកថ្វាយព្រះពរថាមិនបាច់ទេមហារាជអាត្មាភាពមានត្រីជីវរគ្រប់គ្រាន់ហើយលំដាប់នោះព្រះរាជាក្រាបទូលព្រះមានព្រះភិក្ខថាបបិទ្ធព្រះអង្គដល់ចម្រើនអស្ចារ្យណាស់ប្លែកណាស់ព្រះអង្គអាចទូលមានបុរសដែលគេទូមានមិនបានអាចរងាប់បុរសដែលគេរងាប់មិនបានអាចរំលត់ពុទ្ធបុត្របុរសដែលគេរំលត់មិនបានបបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំព្រះអង្គមិនអាចទូមានបុរសណាដោយអាញាក្តីដោយសាស្ត្រាវុធក្តីព្រះអង្គអាចទូមានបុរសនោះបានដោយមិនបាច់មានអាញាមិនបាច់មានសាស្ត្រាវុធឥឡូវនេះខ្ញុំព្រះអង្គសូមថ្វាយបង្គំលាទៅវិញព្រោះមានកិច្ចការច្រើនមានរវល់ច្រើនពេលនោះអង្គលីមាចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្តីតាមលំដាប់ច្រកល្ហកបានជួបស្ត្រីម្នាក់ឈឺពោះសម្រាលកូនលោកគិតថាអោណូពួកសត្វលំបាកណាស់
ដល់ពេលរសៀលក៏ចូលទៅគាល់ព្រះមានព្រះភិក្ខក្រាប់ទូលដំណើររឿងនោះគ្រប់ប្រការព្រះសាស្តាត្រាស់ថាមនាលអង្គលីមាបើដូច្នោះចូលអ្នកចូលទៅរកស្ត្រីនោះហើយនិយាយថាហើយប្អូនតាំងពីអាត្មាកើតមកមិនដែលផ្ដាច់ផ្ដិលជីវិតសត្វឡើយដោយពាក្យសច្ចៈនេះសូមសិរីសួស្តីកើតមានដល់នាងដល់គណនាងអង្គលីមាភិក្ខុទូលតបថាខ្ញុំព្រះអង្គនឹងត្រូវសម្បញ្ញញ្ញៈមុសាវាទពុំខានព្រោះផ្ដាច់ផ្ដិលផ្ដាច់ជីវិតសត្វជាច្រើនណាស់បើដូច្នោះចូលអ្នកនិយាយនឹងស្ត្រីនោះថាហើយប្អូនតាំងពីអាត្មាកើតហើយក្នុងអរិយជាតិមិនដែលខ្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយដោយពាក្យសច្ចៈនេះសូមសិរីសួស្តីកើតមានដល់គណនាងអង្គលីមាចូលទៅរកស្ត្រីនោះនិយាយតាមព្រះពុទ្ធដីកាសិរីសួស្តីក៏កើតមានដល់ស្ត្រីនោះនឹងគរគឺសម្រាលកូនដោយឥតលំបាកសោះអង្គលីមាភិក្ខុជាបុគ្គលម្នាក់ឯងដោះខ្លួនចេញចាក់ពួកឥតមានសេចក្តីធ្វេសប្រហែសមានព្យាយាមដុតកម្ដៅកិលេសប្រថុយលះបង់អាត្មាភាពមិនយូរប៉ុន្មានក៏បានសម្រេចអរហន្តផលដល់វេលាបព្វសម័យលោកនិមន្តបិណ្ឌបាតក្នុងក្រុងសាវត្តីពួកមនុស្សយកដុំដីខ្លះយកដំបងខ្លះគ្រួសខ្លះក្រវែងចោលទៅលើកាយរបស់លោកត្រូវរបួសព្រះសិរីរៈហូរឈាមបែកបាតបែកសង្ខារដីត្រឡប់ទៅវិញចូលទៅគាល់ព្រះចិនស្រីព្រះអង្គត្រាស់ទូលមានថាហើយព្រាហ្មណ៍ចូលអ្នកខំអត់ទ្រាំទៅអ្នកគួរឆេះក្នុងនរកជាច្រើនរយឆ្នាំដោយវិបាកកម្មឯណាអ្នកបានទទួលរងវិបាកក្នុងបច្ចុប្បន្នតែប៉ុណ្ណេះទេចា៎ឃើញថាការបកស្រាយរឿងព្រេងនិទានខ្លីអង្គលីមាចៅបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានសន្តាប់រឿងព្រេងនិទានតាំងពីដើមរហូតដល់ចប់ចា៎ក្នុងខណៈនេះដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងត្រង់ប្រការណាមួយចា៎ជាចុងក្រោយសូមចូលរួម like និង Subscribe ទាំងអស់គ្នាដើម្បីទទួលបានរឿងព្រេងនិទានថ្មីៗជាបន្តទៀតចា៎សូមអរគុណសូមជម្រាបលា